Hello everyone, my name is Lim Hui Ki and I'm one of the teacher in CDL. Okay, so continue from the previous video ដែលអ្នកគ្រូបានកំណែអំពី reading នៅក្នុង part 1 này អ្នកគ្រូកំណែ reading បោះបាក់ឌុប2024 Okay អញ្ចឹងយើង continue part 2 ដែលអ្នកគ្រូកែកំណែបាក់ឌុប2024 grammar. Okay តោះអញ្ចឹងយើងថ្ងៃនេះរៀន grammar អស់គ្នាអ្នកគ្រូនឹងបញ្យល់ថាតា sentence ហ្នឹងគឺគេប្រើ grammar គេទី2ទី3 4 5គេប្រើ grammar គេកុំឲ្យចាំយូរចូលមកដំបូងគេយើងដំបូងចូលអានប្រធានសិនអូខេនេះប្រធានខ្លីណាអ្នកគ្រូសរសេរច្រើនចាំទៅមើលកណ្ដាស់វិញ្ញាសា2024ខ្លួនឯងក៏បានដែរអញ្ចឹងទី1 you broke the glass អញ្ចឹង you broke the glass ហើយខាងក្រោយហ្នឹងគេមាន haven't you didn't you have you did you អញ្ចឹង grammar ហ្នឹងគេហៅ question text អញ្ចឹង grammar ហ្នឹងគេហៅ question text បើសិនជាstudent ណាអត់សូវយល់ពី question text អ្នកគ្រូមានវីដេអូមួយទៀតហ្នឹងដែលបញ្យល់ពី question text សុទ្ធមកអញ្ចឹង grammar ហ្នឹងគឺ question text ដោយសារតែគេចង់សួរជាសំណួរខ្លីឯខាងក្រោយហ្នឹងអូខេអញ្ចឹង since កន្លែងនេះយើងគឺ broke ហ្នឹងវាជា past simple ថត verb to right អញ្ចឹងកន្លែងហ្នឹងយើងត្រូវមើលដែរនៅក្នុងមួយណាដែល relate ទៅ verb to haven't you អត់ត្រូវទេមាន didn't you ហើយ have you did you ក៏ខុសដែរបើសិន did មានតែ option 2ឯងគឺ didn't you មួយជាមួយ did you មួយប៉ុន្តែនៅក្នុង question tag ហ្នឹងបើសិនជាខាង sentence ខាងមុខ positive ហើយខាងក្រោយគឺ negative ហើយបើសិនជាខាងមុខឧទាហរណ៍គេថា you didn't break the glass អញ្ចឹងខាងមុខហ្នឹង negative ខាងក្រោយហ្នឹងគឺ positive គឺវាផ្ទុយគ្នាថតអញ្ចឹងយើងអាចដឹងថាបើខាងមុខ positive ខាងក្រោយគឺ negative ហើយអញ្ចឹងជំរឿ D នេះអត់ត្រូវទេ did you ខុសទៀតអញ្ចឹងមានតែចុងក្រោយគេគឺ B អញ្ចឹងកន្លែងហ្នឹងគឺគេហៅ B we choose B you broke the glass didn't you okay moving on ទី2 my father quite fat now ថាប៉ាខ្ញុំឥឡូវហ្នឹងគាត់រៀងម៉ាប់okay អញ្ចឹង but he អញ្ចឹង but he be ហើយគេ be fat years ago អញ្ចឹងថាកន្លែងហ្នឹងគាត់ចង់បានន័យថាកាលមុនហ្នឹងឥឡូវ fat តែកាលមុនគាត់មាន fat ទេថតគាត់មាន map ទេថតអញ្ចឹងយើងប្រើឲ្យគេ didn't used to doesn't use ឬក៏ didn't use ឬក៏ used to គេអញ្ចឹង used to ឬក៏អ្នកគ្រូបានបង្រៀននៅក្នុងវីដេអូផ្សេងទៀតដែរបើចង់ដឹង detail អាចទៅមើលក៏បានដែរគេអញ្ចឹងកន្លែងហ្នឹងដោយសារតែខាងមុខគឺ my father is quite fat now គឺគេនិយាយពីបច្ចុប្បន្នកាលអញ្ចឹងខាងក្រោយនេះ but he be fat years ago អញ្ចឹងវាជា past ទៅយើងប្រើ used to use not ត្រូវអត់ he used not អត់ត្រូវទេថតអញ្ចឹងកន្លែងហ្នឹង option ហ្នឹងយើងជំរុះចោលមួយ but he didn't use be fat use ហ្នឹងត្រូវមានធូរពីក្រោយទៀតហេតុអីដោយសារតែ use ហ្នឹងវាគឺជាប់ពាក្យន័យមកហ្មងវាជាជាប់ពាក្យន័យហ្មងគឺបានន័យថារឿងដែលកាត់ឡើងកាលពីមុនតែឥឡូវវាឈប់កាត់ឡើងហើយអញ្ចឹងកន្លែងហ្នឹងអត់ធូរទៀតខុសហើយណាអា doesn't use ហ្នឹងក៏ខុសទៀតជុំមានតែមួយឯណោះ A didn't used to តែ used to ហ្នឹងវាមកជាពាក្យវាហ្មងណាមិនមានន័យណាបើសិនជា use មួយដូចប្រើប្រាស់ហ្នឹងអញ្ចឹងថាគាត់កាលមុនប្រើប្រាស់ fat គាត់ map មែនអត់ទេអូខេអញ្ចឹងកន្លែងហ្នឹង used to គឺមកជាមួយគ្នាតោះយើងមកមើលបន្តទៀតជាមួយលំហាត់ទី3 a lot of accident by drunk driver អូខេអញ្ចឹង sentence ហ្នឹងគឺជា passive voice ហើយមកអ្នកគ្រូនិយាយចឹងអូខេអញ្ចឹងអ្នកគ្រូមានរបៀបសម្គាល់ថាយើង differentiate អាហ្នឹងជា sentence ធម្មតាឬក៏ passive voice អញ្ចឹង passive ហ្នឹងគេប្រើពេលណាដែលអ្នកគ្រូធ្លាប់រៀននៅក្នុងវីដេអូចាស់ហើយគឺ passive ហ្នឹងគឺយើងប្រើនៅពេលដែលយើងអត់ interested ឬក៏ចាប់អារម្មណ៍នឹងម្នាក់ហ្នឹងធ្វើសកម្មភាពហ្នឹងឯងប៉ុន្តែយើងចាប់អារម្មណ៍អីដែលកើតឡើងជាមួយសកម្មភាពហ្នឹងវិញអូខេអញ្ចឹងយើងអាចដឹងថា tip ទី1គឺ passive voice អត់ដែលចាប់ផ្ដើមជាមួយនឹង sentence ធម្មតាដូច
subject នេះ subject you ឬក៏ my father ឬក៏ឈ្មោះពីណាគេអូខេអញ្ចឹងវាគឺចាប់ដើមជាមួយទស្សនភាពមួយ action មួយដែលគេយកnóបំលែងវាទៅជា subject ដើម្បី talk about nóដូចអានេះអញ្ចឹង a lot of accident គេបានយក a lot of accident ធ្វើជា subject មួយអញ្ចឹងអានោះយើងដឹងថាnóជា passive វិញ so a lot of accidents by drunk driver អញ្ចឹង a lot of accidents are caused by drunk driver ហើយយើងប្រើ are caused អត់ត្រូវទេដូចថា it's grammatically error យកមកដូចថាតែយើងត្រូវមាន verb ហើយបូកខាងក្រោយហ្នឹងគឺ verb 3 verb 3 and have អត់មាន tense ណាមាន have caused អញ្ចឹងទេហើយក៏មាន have ណាមាន have caused អញ្ចឹងដែរបើសិនជាមាននៅក្នុង passive present perfect អញ្ចឹង have caused ណា have ហ្នឹងគឺមាន been នៅកណ្ដាលហ្នឹងទៀតចាំមានមក have caused ទេអញ្ចឹង tense 3ហ្នឹងខុសទាំងអស់មានតែនេះមួយត្រូវឯ are caused ហើយយើងអាចសម្គាល់មួយទៀតដែលសាររឿងហ្នឹងគឺជាគេហៅ is a fact រឿងមួយដែល likely true ទៅជារឿងមួយដែល true អញ្ចឹងគេប្រើ present tense ថា present simple អញ្ចឹងកន្លែងហ្នឹង are caused អ្នកគ្រូនិយាយលឿនពេកអត់តែអ្នកគ្រូរៀង slow បន្តិចគឺ sentence ហ្នឹងគេប្រើ passive voice ហេតុអីដោយសារតែក្បាលដំបូងគេហ្នឹងគេចាប់ដើមជាមួយទស្សនភាពមួយវាមិនមែនគេចាប់ដើមជាមួយ my father you he she it no បើសិនជាចាប់ដើមមួយទាំងអស់ហ្នឹងគឺ sentence ធម្មតាឯងបើសិនជាចាប់ដើមមួយទស្សនភាពអីមួយគឺ passive ហើយ alright បើចង់យក passive ថាក្នុង present tense passive នឹងវាមិនអាចមើលវីដេអូចាស់អ្នកគ្រូដែលអ្នកគ្រូធ្លាប់ពន្យល់ detail មួយ grammar ទាំងអស់គេបន្តមកទៀតយកមកទី4 all flights to Siem Reap គេអញ្ចឹងអាហ្នឹងអីគេទៀតអី passive ទៀតឯថតដូចសារតែអត់មានចាប់ដើមមួយទាំងអស់នេះទេហើយវាចាប់ដើមមួយទស្សនភាពមួយគឺសវត្ថយន្តហោះទៅ Siem Reap ទាំងអស់ cancelled because of the bad weather យើងឥឡូវយើងមកមើល tense វិញថាគេឲ្យ option គេខ្លះទី1 have been have being are been have គេអញ្ចឹង have ហ្នឹងគឺក្នុង passive voice មានអត់ទៀតអញ្ចឹង are been មិនត្រូវបាទ are been cancel អត់ត្រូវទេណា are being ក៏ខុសទៀតបើសិនជាអាហ្នឹងគឺជា ing វាត្រូវ have to be ហើយ oing អីក្រោយតែហ្នឹងខុសទៀតអញ្ចឹងមានតែមួយ have been ណា have been cancelled តែអាហ្នឹងគឺជាអីគេអានេះ present passive អានេះ present passive អ្នកនរគ្នាអាចទៅយកបន្ថែមបានដល់ពេលអានេះគឺជា present perfect នេះ present perfect passive វិញpresent perfect passive all flights to Siem Reap have been cancelled because of the bad weather okay depend if he spoke louder ចឹងបើគាត់និយាយលឺចឹង if he spoke louder tense មុខនេះអីគេ past simple ថត past simple ហើយនេះ if មួយទៀតចឹងអាហ្នឹង condition ចុះ conditional ហើយ conditional យើងមានមែនមាន 0 first second third mix 1 mix 2 ថតចឹងបើសិនជាចាប់ដើមក្បាលដំបូងជាមួយនឹង if he spoke louder មួយ past simple ចឹងអាចនឹងចូលគេចូល second conditional ឯថតប៉ុន្តែដើម្បីឲ្យប្រកបយើងមកមើលខាងក្រោយទៀតអូខេ I understand ខាងនេះ verb 1 base verb ចឹងកន្លែងហ្នឹង base verb ខាងក្រោយចឹងយើងដឹងថាហ្នឹងមិនមែនចូល mix conditional ទេចឹងមានតែ second conditional ពិតប្រាកដអីចឹង second conditional គឺ I បូក would ចឹងយើងមើលមក would មានណា would ខ្លះអានេះអាចនឹងមាន could មេដែរប៉ុន្តែខាងក្រោយនេះគឺអាកន្លែង tense ហ្នឹងគឺ I would be able to understand much better បើយើងដាក់ I could understand much better វាត្រូវដែរប៉ុន្តែ it's grammatically error
okay ចឹងកន្លែងហ្នឹងយកណា I would be able to and I would understand much better I would be able to understand much better okay ចឹង grammar ថ្ងៃហ្នឹងចប់ដំណឹងហើយ I hope everyone understand to recap ថាថ្ងៃហ្នឹងយើងរៀនអំពី grammar នៅក្នុងបាក់ឌុប2024ហ្នឹងអភិខ្លះគឺទី1 question tags ទី2គឺអភិអំពី grammar used to ទី3 present passive present perfect passive and ចុងក្រោយគេគឺ conditional ចឹងអ្នកគ្រូអាចប្រាប់ថាកន្លែង passive ហ្នឹងរៀង tricky បន្តិចអាចនឹងសិស្សទាំងអស់គ្នាអាចនឹងទៅស្រាវជ្រាវរៀនខ្លួនឯងបន្ថែមទៀតអំពី passive ឬក៏ conditional បាន Okay, that's all for today's video. I hope you understand well and that's all. Thank you.